បាទជំរាបសួរបងប្អូនជាកសិករនិងបងប្អូនទីពូទាំងអស់ថ្ងៃនេះខ្ញុំបាទមកដល់ខេត្តស្វាយរៀងស្រុកកំពង់រោហើយក៏បានចុះមកដល់ស្រែបងប្រុសដែលបានប្រើប្រាស់ជីស៊ូរ៉េបងប្អូនទាំងអស់គ្នាអ្វីដែលខ្ញុំចង់ជម្រាបជូនបងប្អូនថ្ងៃនេះគឺថាស្រូវរបស់បងប្រុសបន្ទាប់អំពីបានបាច់ជីស៊ូរ៉េលើកទី1និងលើកទី2សម្រាប់បាច់លើកទី2គឺនៅតែល្អស្លឹកបៃតងបានយូរបន្ទះស្លឹកធំបែកគុំច្រើនដើមធំអ្វីដែលជាចំណុចខ្លាំងរបស់ជីស៊ូរ៉េគឺស្លឹកក្រាស់ហើយត្រង់ល្អអ្វីដែលខ្ញុំចង់រំលឹកមួយទៀតនោះគឺតាំងពីថ្ងៃបាចលើកទី2នៅអាយុស្រូវ22ថ្ងៃរហូតដល់ឥឡូវនេះគឺរយៈពេល20ថ្ងៃហើយប៉ុន្តែស្លឹកស្រូវនៅតែបៃតងស្រស់ពេញដោយកម្លាំងដូច្នេះបញ្ជាក់ថាបងប្អូនដែលសម្រាប់ចិត្តប្រើប្រាស់ជីស៊ូរ៉េនៅក្នុងដំណាក់កាលអាកាសធាតុចុះត្រជាក់បែបនេះគឺស្រូវនៅតែល្អបានយូរឬច្រើនបែកគុំច្រើនដើមរីកធំស្លឹកក្រាស់អ្វីដែលឆ្លើយតបគឺដោយសារតែជីស៊ូរ៉េជីយ៉ារ៉ាស៊ូរ៉េមានសង្កសីស្រោបជាមួយនឹងអាហ្សូតតែម្ដងហើយជាពិសេសសម្រាប់ជីស៊ូរ៉េរបស់យើងគឺមានលក្ខណៈពិសេសត្រង់ចំណុចគឺការបាត់បង់តិចបំផុតនៅពេលដែលយើងប្រើប្រាស់បើប្រៀបធៀបជាមួយនឹងជីនៅក្នុងទីផ្សារអញ្ចឹងដើម្បីឲ្យបងប្អូនចំណេញហើយប្រើឲ្យមានប្រសិទ្ធភាពសូមប្រើប្រាស់ជីស៊ូរ៉េនៅពេលអាកាសធាតុកំពុងតែចុះត្រជាក់បែបនេះបាទប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍ឬក៏ឆ្ងល់ឬក៏ចង់សាកសួរព័ត៌មានបន្ថែមបងប្អូនអាចតាក់ទងមកឲ្យអង្គរគ្រីនឬក៏តំណាក់តំណងមកខ្ញុំបាទផ្ទាល់គឺលេខ015 7 58 3 ដើមនិងលេខ092 48 96 96នោះបងប្អូននឹងទទួលបាននៅព័ត៌មានជាក់ច្បាស់សម្រាប់ជីយ៉ារ៉ាស៊ូរ៉េបាទជាចុងក្រោយសូមផ្ដាំឲ្យបងប្អូនដែលនៅក្នុងខេត្តស្វាយរៀងស្រុកកំពង់រោងាកមកគាំទ្រផលិតផលស្របច្បាប់របស់អង្គរគ្រីនឈ្មោះថាយ៉ារ៉ាស៊ូរ៉េបាទអរគុណ